ជំរាបសួរបងប្អូនម្ចាស់ចំការស្វាយកាយល្មៀតទាំងអស់គ្នាបាទថ្ងៃនេះយើងខ្ញុំចេញវីដេអូជាលើកទី2ដើម្បីបកស្រាយទៅនឹងហេតុអីចាំបាច់តាក់តែងមែកបាទចំណុចនេះគឺខ្ញុំចង់បញ្យល់បងប្អូនពីគុណសម្បត្តិនៃការតាក់តែងមែកអញ្ចឹងចំពោះបងប្អូនម្ចាស់ចំការស្វាយកាយល្មៀតទាំងអស់គឺគាត់បានយល់ហើយបាទតែបងដែលគាត់មានបទពិសោធន៍ហើយគឺគាត់បានដឹងហើយមែនទេបាទពីការតាក់តែងមែកនៃដំណាំស្វាយកៅល្មៀតបាទចំពោះស្វាយកៅល្មៀតគឺទី1បាទគឺមែកខាងក្នុងបាទគឺយើងកាត់នៅទ្រង់ទ្រាយបាទឲ្យស្អាតចេះបងប្អូនបាទខ្ញុំចង់និយាយកាលណាដែលយើងកាត់អីស្អាតអញ្ចឹងហេតុអីយើងចាំបាច់កាត់អីស្អាតអញ្ចឹងបាទទី1បំផុតគឺទី1កម្លាំងនៃដងដើមទាំងអស់នៃស្លឹកស្វាយនៅពេលដែលវាចាប់ផ្ដើមមានកម្លាំងរស្មីសំយោគរបស់វាបានគ្រប់គ្រាន់អញ្ចឹងធ្វើឲ្យខាងក្នុងនេះបាទវាមិនមានកន្លែងណាមួយរាំងស្ទះឧទាហរណ៍សូម្បីពីចេញត្រួយអញ្ចឹងណាក៏ជាកត្តារាំងស្ទះនៃការជញ្ជូនអាហារឲ្យចុងស្យាបមែកដើម្បីឲ្យចុងស្យាបមែកមានកម្លាំងដែរបាទហេតុដូចនេះហើយចំពោះបងប្អូនដែលម្ចាស់ចំការធ្វើតាមគ្នាហើយខ្ញុំនិយាយបាទការធ្វើតាមគ្នាធ្វើតាមគ្នាដែលមិនគិតគូរពីរឿងបច្ចេកទេសឲ្យបានច្បាស់អញ្ចឹងថ្ងៃនេះគឺខ្ញុំនឹងចែករំលែកចំណេះដឹងហ្នឹងបាទឲ្យឆ្លាស់អញ្ចឹងហេតុអីបានយើងឲ្យឆ្លាស់អញ្ចឹងទី1បងប្អូនកាត់បន្ថយទៅនឹងពពួកសត្វល្អិតបាទទី2គឺកាត់បន្ថយទៅនឹងដួងឬក៏បាក់មែកមួយចំនួនបាទគឺកាត់បន្ថយទី2បាទកម្លាំងនៃប្រព័ន្ធស្លឹកការចេញល្អទិន្នផលរបស់យើងក៏បានទៅតាមនឹងដែរបាទអញ្ចឹងចំការនេះគាត់ធ្វើជោគជ័យចូលជាមួយខ្ញុំពាក់ព័ន្ធជាមួយខ្ញុំចូលរយៈពេល4ឆ្នាំហើយបាទ4ឆ្នាំហើយបាទចំពោះដែលខ្ញុំមកប្រឡូកទៅលើវិស័យស្វាយនេះគឺចិត្តខ្ញុំតាគេបរាជ័យចិត្តខ្ញុំក៏មិនល្អដែរហើយដូចនេះហើយគឺការធ្វើស្វាយរបស់ខ្ញុំគឺរៀងលម្អិតលំអន់ជាងបងប្អូនកសិករមួយចំនួនឬបងដែលគាត់មានបទពិសោធន៍ជាច្រើនជាងខ្ញុំបាទអញ្ចឹងចំណុចនេះគឺខ្ញុំចង់និយាយពីការតាក់តែងមែកហ្នឹងអញ្ចឹងការតាក់តែងមែកនេះសូមឲ្យបងប្អូនតាក់តែងមែកឲ្យស្អាតបាទបើដើមធំបើត្រូវកាត់ចុងបងប្អូនត្រូវកាត់ចុងទៅបាទហេតុអីតាខ្ពស់ពេកគឺយើងស្រក់គេមិនស្រក់ឲ្យយើងខ្ពស់ពេកទេបាទហើយកាលណាដែលវានេះវាស្លុបបាទវាស្លុបនៅខាងក្នុងវាបដាមានចំណុចទូចជាច្រើនដែរបងប្អូនមានផលប៉ះពាល់មានផលរំខានបាទអាហ្នឹងគឺខ្ញុំចែករំលែកនិយាយអំពីការតាក់តែងមែកហ្នឹងបាទហើយការតាក់តែងមែកទៀតសោតចំពោះបងប្អូនដែលគាត់ស្រឡាញ់នៅលើដើមស្វាយគាត់តែងមែកហើយហេតុស្អីខ្ញុំតែងឲ្យគាត់បាញ់ថ្នាំទី1បាញ់ថ្នាំជំងឺទី2បាញ់ថ្នាំសត្វល្អិតហ្នឹងយើងប្រើតែពួក Chlorpyrifos បូកជាមួយ Cypermethrin ពីសារធាតុហ្នឹងបាទមានក្រុមហ៊ុនជាច្រើនមានពីសារធាតុហ្នឹងបាញ់បញ្ចូលគ្នាទីហេតុអីបានខ្ញុំឲ្យបាញ់ទី1យើងបាញ់ថ្នាំជំងឺឲ្យថ្នាំស្អិតឲ្យគឺដើម្បីឲ្យវាមានជាតិផ្សះនៅក្នុងរបួសដែលយើងបានតាក់តែងខ្នែងណាបាទតាក់តែងខ្នែងហ្នឹងបាទយើងកុំឲ្យវាមានរបួសអញ្ចឹងបាទតាក់តែងនៃដងដើមហ្នឹងបាទរបួសយើងកុំឲ្យវាមានរបួសអញ្ចឹងវាធ្វើឲ្យមានដួងមានតកៅអញ្ចឹងបាទយើងដាក់សត្វល្អិតទៅកុំឲ្យមានរុយអីប៉ងសត្វល្អិតអីប៉ងតាមយើងកាត់ទៅវាមានងាប់អីអញ្ចឹងណាបាទបាញ់សម្អាតលាងដងដើមវាហ្នឹងបាទរួចបាទបាញ់អញ្ចឹងបាញ់លាងដងដើមវារួចឬបើបងប្អូនចង់លាយពពួកប្រព័ន្ធរឹសបាញ់ឲ្យវាបាទលាយពពួកប្រព័ន្ធរឹសនោះបងប្អូនចំណេញហេតុអីខ្ញុំថាចំណេញនៅពេលបងប្អូនបាញ់ជំរុះស្លឹកដើម្បីចេញត្រួយចាក់អរម៉ូនណាបាទ
chẳng hái ban bong bóng này có thơ tám nhóm có trục chảy mua là hai đấy bà nhóm ai con đã thân năm chữ ngữ thân năm sẵn là át hái banh và phụ hôi mịch xịt ấy dân đây liê bà liê khía nửa pe để con banh chùm rụt lắc vô trôi chạo món con pe khác con banh tầm mà chương nghe bà banh tầm mà chương vì chanh trôi bàn paramán 80 bà 80 từ 90% rồi ấy bà hái con chân nành bà chân nành này sạch năm mà chưa ngày tiết bà cho nên nâng nhầm ở toàn này dạy tế nhầm dạy về riêng ca phần sân bà riêng ca tại mẹ nâng bà chẳng sầm rạp bông ôn này có trong bàn chi tham cả sẽ cam bỏ dương nhóm miền chi tham cả sẽ cam hãy đo bật xa dục bò bà cứ nhóm phơ đầm bay ở bông ôn bàn chục chay trong pua đại bông ôn có trong bàn phip chục chay bà hay nâng tin là Paul pua cả này ca chấm lánh ca nó vọt vào nhóm tam ca này nó vào nhóm bà nâng chạm bông ôn bà tẹt to máu dương nhóm miền lệ telegram xôn cả pal bộ mũi mà phải buôn mà phải phém nâng đập ram bà anh ấy cứ vẽ pon tên nâng visay xoay cao là miền bà cho pua bông ôn này mình toàn ban subscribe channel YouTube bao dương nhóm bông ôn chui subscribe channel YouTube bao dương nhóm mình nè mùi phong đam bay từ tua ban ca ở chai rầm le bọtไป sao chùm nè đăng tích tua đam bay chui bông pin bằng time chùm nè đại bông ôn bà mùi chừng luôn này bông ôn này quạt bàn che đăng vô đăng của chui prap dương từ tam comment channel YouTube tầng kia đam bay từ tua ban này tên là Paul bà hai chui chay rầm le khi từ bên từ màu nhóm cô trong bàn cả sắc xa bị bông ôn đôi khi đại dân chùm nạch đi cứ khi nhóm ban này dạy pi cả tạ tay mẹ chun bông ôn tầng kia hay dân nơi video ní cứ khi nhóm xôm con xôm chùm rịp lìa